សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយអ្នកគ្រូទេវីជាថ្មីបន្តទៀតជាមួយនឹងមេរៀនផ្នែកកញ្ចក់វីដេអូនេះអ្នកគ្រូនឹងបង្ហាញបងប្អូនអំពីរបៀបតបចុងកញ្ចក់ដែលយើងប្រើជាមួយនឹងប៉ុងតបហើយនឹងការគូចុងឬក៏យើងសាប់ចុងកញ្ចក់ឲ្យមើលឃើញទៅស្រស់ស្អាតណាបងប្អូនអូខេបងប្អូនទាំងអស់គ្នាអ្នកគ្រូប្រើជាមួយនឹងជក់បុក1ដើម្បីសាប់ចុងហើយសម្រាប់ម៉ូតនេះវាមាន style 2ណាខ្លះពេលខ្លះយើងអាចនឹងប្រើជាមួយនឹងការលាបចុងសឬហើយយើងយកជក់យកមកសាប់ប្រសាទទៅលើបបោះវាទៅលើវិញប៉ុន្តែម៉ូដនេះអ្នកគ្រូអត់លាបចុងសទេគឺអ្នកគ្រូធ្វើការសាប់យកឲ្យឃើញឆ្នោតឡើងបច្ចេះទៅលើដូចបឈោដូចដើមទៅលើហ្មងណាចាគឺបែបនេះអញ្ចឹងម្យ៉ាងម្នាក់ណាបងប្អូនអរគ្នាយើងធ្វើតែម្ដងគឺបានស្អាតហើយបើយើងចង់ធ្វើលាបចុងឬហើយយើងប្រសាទឡើងលើហើយចូលអាំងក៏បានដែរអាហ្នឹងសំខាន់បងប្អូនតិចនិចជាងណាតែអ្នកគ្រូបង្ហាញម៉ូដនេះម៉ូដមួយទៀតនោះក៏ងាយដែរបងប្អូនគ្រាន់តែលាបចុងហើយគឺយើងប្រសាទជាមួយជក់មុខមួយឡើងលើហើយម៉ូដនេះគឺយើងប្រសាទមុខមួយឡើងលើយកតែម្ដងឲ្យវារៀងខ្ពស់ទាបមើលទៅឃើញតែស្អែកចុងសបែបនេះចាស្មោស្អាតណាអូខេអញ្ចឹងយើងចូលដល់ម៉ូដទី2ចាទី2នេះអ្នកគ្រូក៏សាប់អូខេអញ្ចឹងម៉ូដទី2នេះអ្នកគ្រូធ្វើការសាប់អញ្ចឹងដែរតែអ្នកគ្រូបដូររបៀបបន្តិចដោយយើងឡាយជាមួយនឹងការសាប់ចុងបោះឡើងលើដោយយើងប្រើជាមួយនឹង gel ពេជ្រយើងបន្ថែមណាបងប្អូនហើយវីដេអូនេះអ្នកគ្រូប្រើជក់មុខមួយវាជាតិចនិចថ្មីសម្រាប់បងអូនដែលគាត់លាបចុងសឬគេគាត់ប្រសាទប្រើជាមួយនឹងជក់អំបោះប្រសាទណាបែបវែងខ្លីប្រសាទដើមអាហ្នឹងក៏យើងធ្វើអញ្ចឹងបានដែរអត់ជាបញ្ហាទេសំខាន់តិចនិចជាងណាអញ្ចឹងដោយសារវីដេអូអ្នកគ្រូធ្វើច្រើនមកហើយជាមួយនឹងជក់អំបោះប្រសាទអញ្ចឹងអ្នកគ្រូប្រើជក់មុខមួយប្រសាទអ្នកនរគ្នាមើលម្ដងទៀតជាមួយនឹងការប្រសាទលាយជាមួយនឹងជែលត្បូងពេជ្រអូខេបងប្អូនតោះយើងទៅម៉ូដទៀតជាមួយនឹងការសាប់ម៉ូដជាមួយនឹងជែលត្បូងពេជ្រណាជែលត្បូងពេជ្រគឺយើងបបោះវាឡើងអញ្ចឹងចាហើយអ្វីដែលអ្នកគ្រូបង្ហាញរឿងច្រើនមកបន្តិចណាបងប្អូនអរគ្នារបៀបប្រើប្រាស់ជក់បងប្អូនត្រូវច្នៃមើលទៅបែបមិនលឿនគឺយើងធ្វើតាម style បែបហ្នឹងប៉ុន្តែកាលណាយើងប្រើជក់ខុសគ្នាម៉ូដគឺវាចេញខុសគ្នាដែរបើយើងប្រើជក់របស់ប្រសាទវាអាចនឹងក្រាស់គល់ហើយប្រសាទចុងតែបើយើងប្រសាទជាមួយជក់មុខមួយវានឹងចេញទៅឆ្នោតបែបមុខមួយអញ្ចឹងបឈរទៅសៃឆ្មាល់អញ្ចឹងទៅបច្ចេះប្រសាទពេជ្រទៅស្អាតណាវាជាម៉ូដមួយបែបចឹងទៀតទៅចាសង្ឃឹមថាបងប្អូនអរគ្នាចេះប្រើជក់ណាអូខេសម្រាប់ម៉ូដនេះគឺអ្នកគ្រូមិចជាមួយនឹងពណ៌សដោយសារយើងសាប់ជាមួយនឹងជែលត្បូងពេជ្រហើយយើងប្រសាទពណ៌សទៀតឲ្យវាមើលទៅវារៀងឆ្លាស់គ្នារៀង 3D ជាងមុនអញ្ចឹងពេលដែលម៉ូដចេញមកគឺស្អាតបែបរៀងបែបអឺរ៉ុបគាត់ចូលចិត្តឲ្យសម្រាប់ម៉ូដដែលបណ្ដឹងតិចទូចនេះគឺអត់ចេះហួសសម័យទៅណាទេគ្រប់សម័យកាលគឺពេញនិយមទាំងអស់មើលទៅសភាពស្អាតណាបងប្អូនអរគ្នាត្រូវតែមានភាពប៉ិនប្រសប់ក្នុងការបំបែកទឹកថ្នាំដែរបើយើងអត់ចេះប្រសាទទេប្រកាសជាក្រាស់ដុំអត់ស្អាតទេចាក្រាស់ដុំមើលទៅគឺវាអត់មិចចូលគ្នាហ្មងពណ៌ដលៃគឺអត់ស្អាតនេះដល់វគ្គអ្នកគ្រូចាប់ផ្ដើមឡាយជាមួយនឹងពណ៌សប្រសាទលើត្បូងពេជ្រហ្នឹងឲ្យមើលទៅឃើញជះចេញម៉ូដមករៀងសភាពតែស្អាតណាបងប្អូនអូខេអញ្ចឹងឥឡូវយើងឡាយជាមួយនឹងពណ៌សឡើងវិញណាបងប្អូនអរគ្នាអញ្ចឹងរបៀបច្នៃម៉ូដកញ្ចក់វាត្រឡប់ចុះត្រឡប់ឡើងទេអ្នកគ្រូធ្វើពីវគ្គមូលដ្ឋានគ្រឹះបង្ហាញបងប្អូនប៉ុន្តែនៅពេលដែលម៉ូដែលដែលបងប្អូនបានឃើញដែលមានប្រភេទយើងសាប់ចុងច្នៃជាមួយជក់មុខមួយបងប្អូនធ្លាប់បានឆ្លងកាត់វគ្គមូលដ្ឋានគ្រឹះប្រកបតែចេះធ្វើអញ្ចឹងបានជាអ្នកគ្រូបង្ហាញអំពីវគ្គមូលដ្ឋានគ្រឹះត្រឡប់មកបងប្អូនយល់ណាកុំឲ្យឃើញម៉ូដគេរៀងខុសបន្តិចវាខុសតើធ្វើបែបម៉េចដោយសារយើងអត់ធ្លាប់ឆ្លងកាត់បទពិសោធន៍របស់យើងអត់មានអញ្ចឹងយើងប្រកាសជាត្រូវពិសោធន៍ខ្លួនឯងអញ្ចឹងអ្នកគ្រូធ្វើជាមេរៀនមូលដ្ឋានគ្រឹះឲ្យអ្នកទាំងអស់គ្នាយល់តែម្ដងណាឥឡូវអ្នកគ្រូសាប់ពណ៌សចុងបដិញជះណាបងប្អូនអរគ្នាគឺយើងប្រើទឹកថ្នាំស្រាលបច្ចេះមើលទៅគឺឃើញស្អាតខ្លាំងមែនទែនចាហើយសម្រាប់ម៉ូដដែលយើងបងប្អូនអរគ្នាចេះប្រសាទជែលពេជ្រចេះសាប់យើងសាប់ជាមួយជែលពេជ្រនៅពេលដែលយើងតបស្មោលយើងសាប់ឡើងយើងដាំត្បូងមកគឺបច្ចេះស្អាតបដិញគឺម៉ូដរបស់វាចូលក្នុងកន្សោមមេរៀនមូលដ្ឋានគ្រឹះតែម្ដងអញ្ចឹងបាន
គ្រប់វគ្គនីមួយៗអ្នកទាំងអស់គ្នារៀនជាមួយអ្នកគ្រូអ្នកទាំងអស់គ្នាដឹងហើយគឺអ្នកគ្រូឲ្យចេះសពអ្នកទាំងអស់ទៅយើងយកដាក់គុំគ្នាទៅយើងអាចធ្វើបានបើអ្នកទាំងអស់គ្នាអត់បញ្ចប់វគ្គមូលដ្ឋានគ្រឹះទេរបៀបគូតាំងពីជួបអូខេអញ្ចឹងចូលដល់មួយ style ទៀតណាអូខេបងប្អូនអរគ្នាឥឡូវយើងទៅមួយ style ទៀតហើយសម្រាប់បទនេះគឺអ្នកគ្រូសាប់កដាលបើន័យថាយើងជះត្បូងពេជ្រអត់ដល់ចុងទេយើងប្រសាចនៅកដាលពណ៌បែបនេះនៅកដាលចុងចាឲ្យវាប្រសាចឡើងរៀងបដិញអឹមប្រេសជាមួយនឹងពណ៌ប្រាក់របស់យើងស្រាលពលឺតិចតិចបើបងប្អូនដាំត្បូងបិទត្បូងកញ្ញុំអីគឺស្អាតខ្លាំងមែនតើហើយសម្រាប់ពណ៌មិនមែនបងប្អូនប្រើបានតែសហើយនឹងពេជ្រដូចអ្នកគ្រូបង្ហាញទេណាបងប្អូនប្រើពណ៌អីក៏បានដែរបងប្អូនចង់ប្រសាចខ្មៅលាយពេជ្រក៏ស្អាតចង់ប្រសាចក្រហមលាយពេជ្រឬក៏ក្រហមលាយពណ៌មាសពេជ្រអាពណ៌ត្បូងពេជ្រយើងដែលជាពណ៌មាសក៏កាន់តែស្អាតអញ្ចឹងកាលណាបងប្អូនចេះសាប់តសៃបានស្អាតគឺបងប្អូនអាចបំបែកម៉ូតបានហើយចាអត់ពិបាកទេអញ្ចឹងអ្នកគ្រូទៅមួយម៉ូតទៀតណាអាការសាប់នេះគឺអ្នកគ្រូប្រើតែពីរពណ៌ប៉ុន្តែតិចនិចសាប់ខុសគ្នាណាមានឡើងមានចុះមានឆ្លាស់គ្នាមានពេជ្រមុនមានសក្រោយមានសមុនឬក៏យើងដាក់ពេជ្រពីក្រៅហើយនឹងមានសាប់ពាក់កណ្ដាលមានសាប់ឡើងចុះហើយចឹងណាតសៃទូខុសគ្នាណាបងប្អូនអរគ្នាអត់ដូចគ្នាទេសង្ឃឹមថាអ្នកទាំងអស់នេះចេះប្រើជួបមួយឲ្យបានត្រឹមត្រូវណាអូខេអញ្ចឹងក្បួនសាប់ចុងកញ្ចក់ចាប់សាប់ម៉ូតចុងកញ្ចក់ឲ្យវាតសោះតសៃស្មើហើយយើងប្រសាទជាមួយជែលពេជ្រអ្នកគ្រូឆ្នៃ5ម៉ូតហើយ5ម៉ូតហ្នឹងគឺជាវគ្គមូលដ្ឋានគ្រឹះដែលយើងប្រសាប់វាប្រជ្រះបដោយទៅណាគឺឲ្យវាខុសគ្នាឆ្លាស់គ្នាពាក់កណ្ដាលចុងឬក៏ពីឆ្វេងទៅស្ដាំពីស្ដាំមកឆ្វេងហ្នឹងណាក្បួនរបស់វាមើលទៅស្តៀងគ្នាប៉ុន្តែតិចនិចនឹងរូបភាពរបស់វាចេញមកស្អាតមួយបែបម្នាក់ចា៎បន្ទាប់ពីអ្នកគ្រូសាប់ឃើញថារួចរាល់ហើយចូលអាំងសិនណាបងប្អូនអរគ្នាគឺយើងអាំងឲ្យស្ងួតរួចហើយចាំយើងចេញមកយើងលាបជាមួយនឹងទឹករលោងនេះលាបឲ្យស្មើឃើញស្អាតចឹងណានេះអ្នកគ្រូបង្ហាញពីវគ្គមូលដ្ឋានគ្រឹះនៃការសាប់ចុងកញ្ចក់ជាមួយនឹងជក់មុខមួយឲ្យប្រជះស្មោលស្អាតទេចាគឺអត់បានតុបតែងម៉ូតដបងម៉ូតអីបន្ថែមទេណាបងប្អូនអរគ្នាអញ្ចឹងសំខាន់អ្នកទាំងអស់គ្នាចេះសិនម៉ូតដបងវគ្គក្រោយណាអូខេចូលអាំងស្ងួតរួចហើយចេញមកវិញគឺយើងលាបទឹករលោងចូលអាំង1នាទីទៅចា60វិណាបងប្អូនឲ្យវាស្ងួតល្អគឺបញ្ចប់ជាមួយនឹងម៉ូតរបស់យើងម៉ូតសាប់ចុងហ្នឹងហើយចាបច្ចេកចឹងណាបងប្អូនអរគ្នាខុសពីយើងលាបចុងតែយើងលាបចុងយើងឃើញពាក់កណ្ដាលហើយអូខេបងប្អូនឃើញរូបទេនៅពេលដែលយើងសាប់ចុងគឺវាសាប់បដិញចឹងណាវាអត់ដូចយើងលាបមកកាត់ទេអូខេអញ្ចឹងយើងចូលទៅដល់ម៉ូតទី2របស់យើងគឺជាម៉ូតតប់ស្មោលចុងវិញតប់ចុងណាហើយសម្រាប់ម៉ូតតប់បដិញអឹមប្រេក៏ដូចជាតប់ចុងក៏ដូចជាសាប់ចុងគឺអ្នកគ្រូបញ្យលយ៉ាងលម្អិតពាក្យថាតប់ស្មោលគឺអត់ក្រាស់អត់ដិតទឹកថ្នាំទេពាក្យថាតប់ស្មោលគឺយើងតប់ឲ្យវាម៉ត់ដូចស្មោលអញ្ចឹងចាហើយសម្រាប់ការប្រើជាមួយនឹងស្ទុនប្រភេទនេះគឺយើងតប់វាដើម្បីឲ្យវាម៉ត់ហើយវាពាក្យថាម៉ត់ដែលអត់ដូចជក់តប់ពេលដែលយើងតប់ទៅវាបែកម្សៅវាដុំតែបើយើងប្រើទឹកថ្នាំតិចក៏វាតប់ស្អាតដែរអូខេអញ្ចឹងវីដេអូនេះអ្នកគ្រូឲ្យវគ្គមូលដ្ឋានគ្រឹះ2បញ្ចូលគ្នាណា2បញ្ចូលគ្នាសង្ឃឹមថាបងប្អូនអរគ្នាចេះប្រើយើងប្រើជាមួយស្ទុនយើងតប់ដោយប្រើទឹកថ្នាំរបស់យើងរៀងស្រាលស្មោលបច្ចេះណាបែបនេះឲ្យបងប្អូនអាចតប់អឹមប្រេក៏បានដែរចាអញ្ចឹងការតប់នេះអ្នកគ្រូជ្រើសរើសតែមួយពណ៌ទេហើយការតប់នេះផងដែរបងប្អូនអរគ្នាបើសិនបើម៉ូតដូចសម័យមុនគេលេងប្រអត់គេតប់ស្មោលរួចហើយគេបិទប្រអត់ដែលស្តៀងជាមួយនឹងការតប់អូជះស្មោលស្អាតខ្លាំងមែនទែនយើងបិទអាប្រអត់ល្អិតហ្នឹងណាចាហ្នឹងក៏មួយម៉ូតទៀតដែរអញ្ចឹងកុំតន់នេះគ្រាន់តែជាគ្រឹះនៃការតប់ស្មោលបងប្អូនការតប់និងការលាបខុសគ្នាលាបវាក្រាស់ហើយវាឃើញដាច់ការតប់គឺវាជះស្មោលតប់គឺជះស្មោលតប់អឹមប្រេតប់ចុងឃើញទេវាស្មោលអញ្ចឹងណាកាលណាដែលយើងដិតទឹកថ្នាំវានឹងឃើញដិតខ្លាំងដាច់ប៉ុន្តែយើងតប់បច្ចេកវាពីលើមកស្មោលវាមើលទៅឃើញវាស្អាតវារៀងស្មោលបដិញបស៊ីស្អាតមកចាអញ្ចឹងបងប្អូនកូនសិស្សសង្ឃឹមថាចេះណាតិចនិចជាងដែលអ្នកគ្រូបង្ហាញនេះគឺមិនមែនតែយើងចេះតែតប់នឹងមួយយើងលាបបើគេលាបម៉ូតតប់នោះអូខេទៅបានហើយប៉ុន្តែបើសិនជាគេតប់ឲ្យគេប្រកបម៉ូតទៀតអញ្ចឹងដល់ពេលយើងមើលម៉ូតគេសែនមកឲ្យអូមានតប់ឲ្យប្រកបម៉ូតស្រាប់ដល់ពេលយើងចេះឲ្យប្រកបម៉ូតដល់ពេលតប់យើងអត់ចេះពេលឆ្នៃចេញឲ្យភ្ញៀវមកភ្ញៀវបងមិនខុសដូចលាបទឹកថ្នាំមកកាត់ឃើញទឹកថ្នាំនឹងច្បាស់ហ
ហើយដល់បិទដបមកវាអត់ជះវាអត់ស្អាតណាចាអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាឆ្លងផុតនៅវគ្គមូលដ្ឋានគ្រឹះនេះមួយទៀតណារាល់មេរៀនដែលអ្នកគ្រូដាក់ឲ្យគឺសិតតែជាមេរៀនដែលសំខាន់វគ្គមូលដ្ឋានគ្រឹះទាំងអស់ហើយជាតិចនិចក៏លើសដែលខ្លឹមល្អហើយក្នុងហ្នឹងបើសិនជាសិស្សមើលតាមវីដេអូអ្នកគ្រូអត់យល់គឺមានអ្នកគ្រូ take care ពីក្រោយទៀតណាព្រោះថាអ្នកខ្លះគឺគាត់មិនអាចនឹងចាំអស់ច្បាស់អស់ហើយត្រូវសួរបន្ថែមឬក៏ភ្លេចចន្លោះខ្លះគឺអ្នកទាំងអស់គ្នាអាចសួរមកគ្រូថែមទៀតអ្នកគ្រូនឹងបញ្យល់ក្បោះក្បាយហើយឲ្យអ្នកទាំងអស់គ្នាធ្វើការងារនឹងឲ្យបានជោគជ័យចាកុំឲ្យធ្វើទៅវាអត់ទទួលបានលទ្ធផលល្អចាការតបចុងតបបដិញសមោលនេះគឺស្អាតមួយបែបហើយយើងតបរួចហើយយើងប្រកបម៉ូដក៏ស្អាតយើងតបហើយយើងគូម៉ូដក៏ស្អាតចាអញ្ចឹងក្បួនតបគឺបែបនេះណាហើយយើងអាចប្រើជាមួយជក់ក៏បានដែរបងប្អូនអរគ្នាជក់តបណាគ្រាន់ថាការស្អាតគឺមួយយ៉ាងម្នាក់មួយបែបមួយផែនម្នាក់ជួនកាលយើងតបជាមួយនឹងជក់អាចក្រាស់បន្តិចប៉ុន្តែក៏តបស្មោលស្អាតដែរតែយើងប្រើស្ទុនបែបនេះគឺកាន់តែស្មោលស្អាតទៀតចាតែបើនិយាយពីភាពស្អាតអ្នកគ្រូយកមកដាក់ជុំគ្នាវាមួយយ៉ាងម្នាក់គ្រាន់តែចេញមកក្បួនវាដូចគ្នាប៉ុន្តែភាពតបដែលយើងប្រើឧបករណ៍ខុសគ្នាវាចេញមកវាខុសគ្នាដែរវាដូចគ្នាណាបើយើងតបជក់វារៀងជះដូចស្មោលបុកផ្សែងដូចម្សៅអញ្ចឹងតែវាក៏ស្អាតមួយយ៉ាងដែរហើយបើយើងតបបែបនេះវាស្មោលបច្ចេះមកក៏ស្អាតដែរចាស្អាតដូចគ្នាអូខេអញ្ចឹងយើងចាប់ផ្ដើមតបរួចហើយបងប្អូនអរគ្នាចូលអាំងសិនបើអត់អាំងមកលាបទឹកចាលាបទឹកកន្លងបែបនេះគឺអត់ត្រូវទេវាប្រផ្លាយពណ៌ចូលគ្នាអស់ចាពណ៌ដែលតបហ្នឹងវាអូសទៅដល់គុលកញ្ចក់ឡើងមកវិញអញ្ចឹងយើងចូលអាំងឲ្យស្ងួតសិនណាចេញមកវិញចាំយើងលាបទឹករលោងចូលអាំង1នាទីជាការស្រេចចាហើយម៉ូតនេះគឺរួចរាល់ហើយបងប្អូនអរគ្នាវាស្អាតទេអញ្ចឹងម៉ូតតបហើយនឹងម៉ូតលាបចុងចាគូចុងសចុចចុងសឆ្នៃម៉ូតជក់មុខមួយឬក៏សាប់អីអ្នកគ្រូបង្ហាញកន្លងមកហើយម៉ូតនេះគឺជាម៉ូតដែលយើងតបស្មោលចុងកញ្ចក់អូខេឥឡូវម៉ូតរបស់យើងរួចរាល់ហើយបងប្អូនអរគ្នាឃើញទេម៉ូតសាប់ចុងគឺអត់ដូចលាបមកកណាត់ទេចាគឺមើលទៅឃើញសាប់តសោះឡើងអញ្ចឹងឆ្មៅទូចលាយពេជ្រលាយពណ៌ចាហើយប្រភេទម៉ូតដែលយើងតបចុងក៏ខុសពីម៉ូតលាបចុងដែរគឺយើងមើលទៅស្មោលបដិញពីចុងជះទៅដល់គល់បែបនេះណាអូខេអញ្ចឹងម៉ូតទាំងពីរគឺជាម៉ូតនៅក្នុងមូលដ្ឋានគ្រឹះដែលអ្នកទាំងអស់គ្នាត្រូវតែចេះចាអ្នកគ្រូសង្ឃឹមថាវីដេអូនេះគឺជាជំនួយដល់សិស្សដែលច្នៃម៉ូតនិងរៀនម៉ូតកញ្ចក់យល់ដឹងមួយកម្រិតបន្ថែមទៀតនៅបទពិសោធន៍ថ្មីដែលអ្នកគ្រូចែករំលែកទៅដល់អ្នកទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាបើសិនចង់បានជំនាញពិតប្រាកដកុំភ្លេចណាចុះឈ្មោះចូលរៀននៅ TV Beauty Salon អរគុណជួបជាមួយអ្នកគ្រូនៅវីដេអូក្រោយទៀតសូមចុច Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី TV Salon ជារៀងរាល់ថ្ងៃ